ពោះទៅការរៀបចំគោលចំបថ្មីដែលនឹងធានាភាពចិត្តបតៃសេរីយុត្តិធម៌សុក្រិតនៃការបោះឆ្នោតលើកក្រោយថ្មីនោះគឺថាអាចមានលក្ខណៈពេញលេញត្រឹមត្រូវស្របច្បាប់អាចជួយយកបានថាបោះឆ្នោតពិតជាត្រឹមត្រូវនៅថ្ងៃអនាគតដែរខ្ញុំបានបញ្ជាក់បាញ់ហ្នឹងជាជំហានទី1ដំណើរវែងឆ្ងាយដល់ណាក៏ដោយត្រូវការបោះជំហានទី1ហើយបើជំហានទី1ហ្នឹងយើងបោះបានល្អហើយយើងមានសង្ឃឹមថាជំហានបន្តនឹងបោះបានល្អដូចគ្នាចឹងអាយដាមចង់រំលឹកឡើងពីផលដែលអាយដាមជជែកគ្នាមួយសម្ដេចរាជោកាលពីព្រឹកមិញថាតើជជែកគ្នាពីរឿងអីខ្លះហើយបានលទ្ធផលយ៉ាងម៉េចដែរពីសភាពការទូទៅបញ្ហាដែលយើងជជែកគ្នាតាំងពីរឿងបោះឆ្នោតខែណាមកហើយកិច្ចព្រមព្រៀងរវាងគណៈបកទាំងពីរថ្ងៃ22កក្កដា2014នេះគឺយើងអនុវត្តក្នុងស្មារតីដែលបានបញ្ជាក់តាំងពីដើមទីគឺភាគីនីមួយៗគឺគោរពមិនមែនតែពាក្យសន្យាទេគឺគោរពស្មារតីដែលយើងបានកំណត់ជាមួយគ្នាចឹងបានន័យថាអាយដាមរំលឹកសម្ដេចហ៊ុនសែនឲ្យគោរពស្មារតីនៃកិច្ចព្រមព្រៀងហើយអត់ចាំបាច់រំលឹកទេគឺសម្ដេចខ្លួនលោកចង់ចាំហើយមានឆន្ទៈថាត្រូវធ្វើអីជាបដាជំនាញបន្តបន្ទាប់ហ្នឹងហើយប៉ុន្តែខ្ញុំចង់ជួព័ត៌មានមួយតាមរយៈអ្នកសារព័ត៌មានឲ្យបងប្អូនយើងនៅទូទាំងប្រទេសបានជ្រាបអំពីគម្រោងបាទអគ្គិសនីនៅអរ៉ៃនេះសម្ដេចហ៊ុនសែនបានបញ្ជាក់ប្រាប់ខ្ញុំថាអត់ទាន់មានសេចក្តីសម្រេចទេដូច្នេះបងប្អូនកុំផ្អើលហើយកុំបារម្ភពួកឯងគឺអត់ទាន់មានសេចក្តីសម្រេចទេហើយសម្ដេចបានលើកឡើងថាប្រហែលអាណត្តិនេះអត់ធ្វើទេអត់សម្រេចអាណត្តិនេះអត់ទេលើកទៅសម័យក្រោយឲ្យចំនួនក្រោយខ្មែរយើងចំនួនក្រោយអ្នកសម្រេចទៅសូមឲ្យបងប្អូនបារម្ភកម្ពុជាអាដាមជុំវិញបញ្ហាការលើកឡើងជាការតវ៉ាផ្សេងមកដល់រដ្ឋសភាផ្សេងមានការជំរុញរដ្ឋាភិបាលលើបញ្ហាទាំងនេះទេបាទយើងលើកអ្វីដែលជាកង្វល់ប្រជាពលរដ្ឋយើងនឹងលើកមកជាបន្តទៀតដោយរឿងអរ៉ែងប្រមិញជាកង្វល់ប្រជាពលរដ្ឋហើយបញ្ហាផ្សេងទៀតដែលមានជាកង្វល់របស់ប្រជាពលរដ្ឋយើងនឹងលើកសូមឲ្យរដ្ឋាភិបាលបំភ្លឺពីព្រោះយើងត្រូវការព័ត៌មានឲ្យបានខ្វះក្បាយឲ្យមានតម្លាភាពហើយយើងនឹងស្នើនឹងជំរុញឲ្យមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធក្នុងគម្រោងអភិវឌ្ឍណាមួយក៏ដោយគម្រោងណាក៏ដោយគឺត្រូវមានការស៊ូពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ឬអាចទទួលផលវិបាកអាចខ្លាយទៅជាจุดរងគ្រោះពីដោយសារគម្រោងណាមួយអញ្ចឹងវាមិនទាន់អនុវត្តគម្រោងហ្នឹងគួរតែពិនិត្យឲ្យដឹងឮទូលំទូលាយសិក្សាហើយទី2ពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដែលពាក់ព័ន្ធនៅក្នុងគម្រោងនីមួយៗបាទហើយដល់ព្រឹកនេះសភាបានពិភាក្សាអនុម័តនឹងមាត្រាការ15 16នេះពាក់ព័ន្ធនឹងស្ថាប័នបោះឆ្នោតតើសមាជិកគណៈកម្មការនឹងឲ្យសភាដល់ស្ដីអត់ទាន់ដល់ហ្នឹងឯងប៉ុន្តែវាទំនងវាទៅអញ្ចឹងហ្នឹងដំណើរការទៅល្អទៅមុខអញ្ចឹងដូចយើងបានគ្រោងទុកហើយបានន័យថាបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំចាស់នៅប្រើដដែលឬយ៉ាងម៉េចអាស្រ័យលើច្បាប់បោះឆ្នោតដែលនឹងធ្វើក្រោយបន្ទាប់ពីរដ្ឋធម្មនុញ្ញយើងបានធ្វើសកម្មកម្មហើយជំហានទី2គឺយើងនឹងធ្វើច្បាប់នឹងរៀបចំច្បាប់បោះឆ្នោតស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃកោជបហើយនឹងមានច្បាប់បោះឆ្នោតមួយផ្នែកទៀតតាក់ទងនឹងនីតិវិធីចុះឈ្មោះឯករាជ្យបានទេឯកឧត្តមព្រោះឯករាជ្យបើចែកក្នុងរដ្ឋធម្មនុញ្ញហើយយើងត្រូវគោរពទាំងអស់គ្នាហើយដល់ចែកក្នុងយើងកម្លាំងឡើងថាមានការដាក់ត្រីគូសទៅលើតំបន់នៃអាងទឹកនៅតំបន់អរ៉ៃទៅធ្វើវិរិយទីនេះតើឯកឧត្តមបន្តវិធីនៃការយ៉ាងម៉េចយើងនឹងសិក្សាយើងនឹងសូមឲ្យរដ្ឋាភិបាលបញ្ជាក់ហើយយើងនឹងទៅពិនិត្យខ្លួនយើងក្នុងឋានៈជាតំណាងទៀតយើងមានសិទ្ធិហើយមានទូនីតិហើយមានកាតព្វកិច្ចទៅពិនិត្យសភាពការទៅជួយយោបល់ប្រជារាស្ត្រដើម្បីបង្កើនព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ